សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានវីដេអូមួយទៀតទាក់ទងទៅនឹងការប្រើប្រាស់បាទ column មានថា column នៅក្នុងសន្លឹកតែមួយឬក៏សន្លឹកបន្តបន្ទាប់បាទអញ្ចឹងដើម្បីកុំឲ្យខាតពេលលោកគ្រូនឹងបង្ហាញបងប្អូនបាទដំបូងបងប្អូនត្រូវបើក Word មួយមកបាទពេលដែលបើក Word ហើយបងប្អូនមើលនៅក្នុងនៅផ្នែកខាងលើគឺមានពាក្យថា blank document បាទពេលបានប៉ុណ្ណឹងហើយនៅក្នុង page មួយនេះគឺបងអូនអាចបែងចែកជា column មានថាជា column 1 2ឬក៏3បានឡើងទៅអាចច្រើនជាងទៅក៏បានដែរអញ្ចឹងពេលដែលបងអូនចាប់ផ្ដើមដំបូងគឺបងអូនត្រូវចូលពាក្យថា layout បាទនេះ layout បងអូនចុចលើនឹងមកបន្ទាប់ពីចុច layout ហើយបងអូនត្រូវមកមើលផ្នែកខាងក្រោមគឺមានពាក្យថា column បាទមានពាក្យថា column អញ្ចឹងបងអូនចុចលើពាក្យ column នេះមកបាទពេលដែលចុចលើពាក្យ column មកបងអូននឹងឃើញមានពាក្យ1 2 3 left ហើយនឹង right ហើយចុងក្រោយគឺ more column អញ្ចឹងគ្រូបង្ហាញមួយបងប្អូនមើលបាទដំបូងគឺ1នេះគឺសំដៅទៅលើតែមួយកន្លោនអញ្ចឹងបងប្អូនចុចលើនឹងមកពឹកមកឥឡូវគ្រូអឺដាក់វាយអក្សរតែម្ដងទៅគឺវាបានតែមួយជួរទេមានន័យថាពេលដែលបងប្អូនវាយគឺវាយបានតែមួយជួរទេបាទអញ្ចឹងបងប្អូនវាយនឹងវាយអត់បានវាថាអត់បានពីជួរទៅ3ជួរទេអញ្ចឹងនេះគឺបងប្អូនរើសយកមួយ column អញ្ចឹងបើសិនជាបងប្អូនចង់យក2 column អញ្ចឹងបងប្អូនចុចពាក្យ layout នេះដដែលយកពាក្យ column ឥឡូវបងប្អូនយកពាក្យ to វិញពេលដែលបងប្អូនយកពាក្យ to បាទនេះគឺវាចេញទម្រង់បែបនេះដូចគ្នាប៉ុន្តែនៅពេលដែលបងប្អូនបញ្ចូលអក្សរទៅគឺវារត់បានតែមួយចំហៀងទេបាទរត់បានតែមួយចំហៀងទេចុះបើសិនជាបងប្អូនថាខ្ញុំទៅសេតែ4តួទេខ្ញុំចង់មកវាយជួរខាងស្ដាំនេះទៀតថាគួរធ្វើម៉េចអញ្ចឹងបងប្អូនចុច Control Shift ហើយនឹង Enter បាទម្ដងទៀត Control Shift ឲ្យជាប់មក Enter នោះបងប្អូននឹងបានជួរមកខាងទៀតហើយបាទនេះគឺរបៀបនៃការបែងចែក column នៅក្នុង page តែមួយបាទបន្តមកទៀតបងប្អូនថាខ្ញុំចង់ដាក់3កន្លោនម្ដងនៅផ្នែកខាងក្រោមអញ្ចឹងពេលដែលបងប្អូនចង់ជ្រើសរើសយក3កន្លោនបងប្អូនត្រូវចូលទៅក្នុង page layout ដដែលយកពាក្យ column បាទអញ្ចឹងពេលដែលបងប្អូនចង់យក3បងប្អូនមិនត្រូវអត់យកនៅកន្លែងនេះទេបើសិនជាបងប្អូនយកកន្លែងនេះអក្សរ2ជួរនេះវានឹងរត់បាទអញ្ចឹងឥឡូវគ្រូឧទាហរណ៍មើលគ្រូចុចនេះឃើញទេវានឹងរត់វាបែងចែកឲ្យយើងទឹកដាក់មួយជួរទៀតនៅផ្នែកខាងស្ដាំអញ្ចឹងគំនិតរបស់បងប្អូនអត់ចង់បានអញ្ចឹងទេគឺខាងលើ2ខាងក្រោម3នេះជាឧទាហរណ៍ណាអញ្ចឹងដើម្បីឲ្យបានខាងក្រោមនេះ3តើបងប្អូនធ្វើយ៉ាងម៉េចគឺបងប្អូនចូលទៅលើ layout column បងប្អូនចុះមកមើលផ្នែកខាងក្រោមនេះគេដាក់ថា more column ពេលដែលបងប្អូនយកពាក្យ more column ហើយបងប្អូនត្រូវមកមើលផ្នែកខាងក្រោមនេះមុនគេសិនអានេះ whole document អញ្ចឹង whole document នេះមានថាវាទាំងមូលអញ្ចឹងបងប្អូនត្រូវយកពាក្យថា this point forward នេះយកពាក្យថា this point forward បងប្អូនចុចលើនឹងមកបន្ទាប់ពីបងប្អូនចុចលើនឹងហើយបងប្អូនជ្រើសរើសយក3មានថា3 column បាទបន្ទាប់ពីចុច3 column ហើយតាមពិតប្រឡោះនេះគឺប្រឡោះសនេះអាប្រឡោះនៅក្នុង page វានេះគឺប្រឡោះសតែបើសិនជាបងប្អូនថាខ្ញុំអត់ចង់បានប្រឡោះសខ្ញុំចង់បាន line មានថាបន្ទាត់ហ្នឹងកាត់វាអញ្ចឹងបងប្អូនគ្រីសនៅកន្លែងមកនេះនឹងឃើញបន្ទាត់កាត់អាប្រឡោះសហ្នឹងហើយតែខ្ញុំអត់ចង់បានទេខ្ញុំបង្ហាញបងប្អូនតែប៉ុណ្ណេះឲ្យវាចេញពណ៌សអញ្ចឹងមើលទៅវាស្អាតតែបើបងប្អូនស្រឡាញ់ថាខ្ញុំដាក់បន្តអញ្ចឹងក៏ដាក់ទៅអត់អីទេពេលដែលបងប្អូនដាក់ជ្រើសរើស this point forward ហើយបងប្អូនយកពាក្យ OK មកបាទពេលដែល OK ហើយបងប្អូនអាចបាទបញ្ចូលអក្សរបានហើយពេលដែលបញ្ចូលអក្សរបានហើយណាបញ្ចូលអក្សរបានហើយបងប្អូនត្រូវចូលទៅជួរថ្មីអញ្ចឹងបងប្អូនចុច Control Shift Enter
បាទបាទបន្តមកបងអូនចង់ទៅបន្តភិកកលឹមមួយទៀតមានថាអាកលឹមចុងក្រោយគេគាត់ចុច Control Shift Enter បាទនេះពេលដែលបងអូនបានប៉ុណ្ណឹងហើយបងអូនចង់ថាខ្ញុំចង់បានមួយជួរចង់បានតែមួយជួរវិញទេអត់ចង់បាន3ទេអញ្ចឹងបងអូនចង់បានប្រហែលជួរក៏បានដែរឥឡូវខ្ញុំចង់ដាក់មួយជួរវិញអញ្ចឹងបងអូនចូលពាក្យ layout column បន្តមកបងអូនយកពាក្យ more column ដដែលបាទបន្តមកទៀតនៅកន្លែង this section នេះបងអូនដូរវាទៅ this point forward ដូចមាញ់ទៀតបន្តមកបងអូនជ្រើសរើសយកតែលេខ1នេះ1នេះអញ្ចឹងបងអូនចុចលើនឹងមកពឹកមកហើយយកពាក្យ OK បាទពេលនោះបងអូនអាចសរសេរបានតែមួយជួរទេបាទបានតែមួយជួរទេមួយទៀតបងអូនថាខ្ញុំចង់បាន4ជួរម្ដងគឺថាធ្វើម៉េចបាទអញ្ចឹងបងអូនចូលភាគ layout ដដែល column more column បន្តមកក្នុងនេះមានតែ1 2 3អានេះគឺលេខឆ្វេងទេមានថាលេខតូចខាងរាយនេះគឺធំអានេះខាងឆ្វេងតូចខាងស្ដាំហ្នឹងខាងឆ្វេងធំខាងស្ដាំតូចអញ្ចឹងបងអូនអត់ចង់បានអញ្ចឹងចង់បាន4កន្លោនហ្នឹងគឺប៉ុនគ្នាអញ្ចឹងបងអូនត្រូវចុចនៅកន្លែងនេះចុចនៅកន្លែងនេះអញ្ចឹងចុចកន្លែងឲ្យបាន4មកបាទនេះអូខេវាបាន4បើមិនសិនជាបងថាស្រឡាញ់5នេះបងដាក់5មកវាយសល់ឲ្យលេខ5មកវាលុត5ជួរឥឡូវខ្ញុំយក5តែម្ដងទៅបាទអញ្ចឹងចុចនឹងហើយបងអូនមកកំណត់កន្លែង this section នេះយក this point forward បាទបន្តមកអូខេបន្ទាប់ពីអូខេបងអូនអាចចុចបានឃើញទេបាទអញ្ចឹងបងអូនចង់ឆ្លងទៅកន្លោនថ្មីគ្រាន់តែចុច Control Shift Enter បាទតែបងប្អូនអត់ដឹងទេនឹងចូលយ៉ាងម៉េចទេអញ្ចឹងបងអូនចុចទៀតមក Control C Enter ឃើញទេបាទបន្តមកទៀត Control C Enter បាទ Control C Enter ឃើញទេគឺវាមានលក្ខណៈងាយស្រួលបែបនេះអញ្ចឹងសម្រាប់ការបែងចែក column នៅក្នុង page តែមួយឬក៏ page ច្រើនគឺមានទម្រង់បែបនេះអញ្ចឹងលោកគ្រូបង្ហាញតែប៉ុណ្ណឹងបងប្អូនយកទៅអនុវត្តទៅបាទនៅតាមផ្ទះរៀនខ្លួនបាទសូមអរគុណ